ខ្ញុំ Lulu Shell ដងយានអ្នកពិតជាមិនបានស្លាប់ទេលោកក្រវៃក្មេងលូអ្នកបានធ្វើជំនួយការហាងគាត់ឈ្មោះឈូឈិនអ្នកទស្សនាយកវាសម្រាប់ខ្ញុំឈប់វេទីបំផុតបានរកឃើញអ្នកហើយសិស្សានុសិស្សគោរពបូជាលោកគ្រូគោរពវិញ្ញាណអ្នកខនលោកតើអ្នកជានរណាអ្នកណាមើលទៅដូចអ្នកណាមើលភ្នែកឆ្កែរបស់អ្នកនេះគឺជាលូបូហ៊ានលូសៅតើខ្ញុំគិតថាវាជាអ្នកណាវាប្រែថាមកពីពិភពនេសាទជនកំណាចឥតខ្ចោះគាត់ឈ្មោះបូហ៊ានតើអ្នកបាននិយាយអ្វីតើអ្នកហ៊ានហៅខ្ញុំថាគ្មានភាពប្រមាថនឹងចាញ់ដោយរបៀបហានលេងនឹងទៅមានរឿងអ្វីអ្នកមានអារម្មណ៍អាណិតខ្ញុំអ្នកមិនបានបាត់បង់ការចងចាំទេនៅតែពេលខ្លះវាជាការសម្ដែងគាត់ពិតជាមិនបានធ្វើអ្វីនៅតាមផ្លូវទេខ្ញុំចាំដំណើរនេសាទដ៏ថ្លៃថ្នូរភាពភ្លេចភ្លាំងពួកគេថែមទាំងបានចាត់ទុកវាដូចជាកន្លែងចាក់សម្រាមសម្រាប់ការងារចម្លែកទៀតផងវាដូចជាឆ្កែធ្លាក់ចូលទៅក្នុងទឹកហើយលងទឹកដូចជាដងយានខ្ញុំមិនចង់ឲ្យអ្នកឥឡូវនេះទេស្លាប់តើអ្នកចង់មាននៅយ៉ាងណា3ថ្ងៃក្រោយមកខ្ញុំចង់រៀបចំព្រឹត្តិការណ៍សហគមន៍នេសាទការប្រកួតនាងកញ្ជ្រោងអ្នកឈ្នះអាចប្រកួតប្រជែងសម្រាប់អាណត្តិក្រោយព្រះនៃការនេសាទតើអ្នកហ៊ានចូលរួមទេតើអ្នកមិនខ្លាចខ្ញុំនឹងឈ្នះទេផ្អែកលើអ្នកឥឡូវនេះអ្នកគ្រាន់តែជាមនុស្សគ្មានប្រយោជន៍ម្នាក់កាកសំណល់តើអ្វីដែលធ្វើឲ្យអ្នកគិតថាខ្ញុំនឹងចូលរួមបើអ្នកមិនមកខ្ញុំនឹងធ្វើហាងនេះខុសហើយអ្នករួមទាំងអ្នកផងដែរធ្វើឲ្យអ្នកទាំងអស់គ្នាបាត់ខ្លួនល្អអូព្រះជាម្ចាស់ឲ្យបេខ្ញុំគឺ Ken Chuan តើអ្នកពិតជាបាត់បង់ការចងចាំមែនទេខ្ញុំបានស្វែងរកអស់រយៈពេល5ឆ្នាំកន្លងមកហើយសូមត្រឡប់មកជាមួយខ្ញុំទោះបីជាខ្ញុំមិនចង់ឲ្យអ្នកចាក់ចេញក៏ដោយប៉ុន្តែប្រហែលជាអាចស្ដារការចងចាំរបស់អ្នកឡើងវិញបានអនុស្សាវរីយ៍ត្រឡប់តែពេលនោះទេដែលយើងអាចត្រឡប់ទៅវិញពួតនេះបានម្ចាស់ផ្ទះរងចាំរហូតដល់ខ្ញុំបញ្ចប់ការខ្ញុំពិតជានឹងមករកអ្នកកញ្ញាឈីងខ្ញុំធ្លាប់តើគាត់ជាមនុស្សប្រភេទណា5ឆ្នាំមុនអ្នកមានរយៈពេល10ឆ្នាំជាប់គ្នាភាសាងារជា Grand International World ឯកនេសាទយោធាវាត្រូវបានទទួលស្គាល់ដោយសហគមន៍នេសាទប៉ុន្តែចាប់តាំងពីអ្នកបាត់ខ្លួនសហគមន៍នេសាទនៅដាស៊ីគ្រួសារធំទាំង4បានគ្រប់គ្រងវាលូវូហ៊ានក៏ជាគ្រួសារដ៏អស្ចារ្យមួយក្នុងសហគមន៍នេសាទទាំង4ត្រូវបានតើគាត់សុខសប្បាយជាទេសម្រាប់បន្តិចសិនខ្ញុំនឹងមកម្ដងទៀតនៅថ្ងៃស្អែកបេភាពចម្លែកហេតុអ្វីបានជាអ្នកក្តៅខ្លាំងម្ល៉េះតើខ្ញុំនឹងទទួលបានវាណែណាហើយវាកាន់តែក្តៅឡើងលោកគ្រូសូមឈប់និយាយទៅតើនេះជាអ្វីវាកំពុងភ្លឺចែងចាស់ជានេះបានបាត់មុនអ្នកបានរកឃើញនៅក្នុងតំបន់ក្នុងស្រុកតាមពិតវាកំពុងភ្លឺវាក៏នឹងបង្កើតកម្ដៅផងដែររឿងនេះមិនដែលកើតឡើងពីមុនមកទេស្ថានភាពនេះយូឈីងស៊ីត្រូវហើយនេះជាសម្លេងនៃការនេសាទបាទចាស់សោះដូច្នេះឥឡូវនេះយើងកំពុងបញ្ជូនជាផ្លូវការអ្នកខ្ញុំចាំអ្វីគ្រប់យ៉ាងពិតជាអ្នកចាំអ្វីទាំងអស់ត្រូវហើយលូវូហ៊ានគាត់ជាអ្នកដែលចង់សម្លាប់ខ្ញុំវាពិតជាក្មេងតូចគួរឲ្យស្អប់មនុស្សបេការប្រកួតសម្លាប់នាងនេះគាត់ប្រកាសជានឹងបង្ករបស់អ្នកនៅផ្ទះគាត់ចង់សម្លាប់ខ្ញុំនៅផ្ទះម្ចាស់ផ្ទះពួកគេនឹងមិនអនុញ្ញាតឲ្យខ្ញុំចង់ឲ្យខ្ញុំការបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការប្រកួតបន្ទាប់មកឆ្លៀតឱកាសដើម្បីទៅដែលខ្ញុំជាព្រះនៃឡុងយានបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំការប្រកួតនេះជាកម្មសិទ្ធិរបស់លោកលូវូហ៊ានគាត់ប្រកាសជានឹងដាក់អន្ទាក់អំណោយលោកគ្រូសូមកុំទៅអីខ្ញុំត្រូវតែទៅនឹងខ្ញុំនឹងប្រើជំនាញដល់ទេវភាពរបស់ឡុងយួនលូសាល់ខ្ញុំបាននិយាយខ្ញុំមិនចាប់អារម្មណ៍នឹងការនេសាទណាប់អារម្មណ៍អ្វីបានជាអ្នកទូចឲ្យខ្ញុំមកអ្នកនឹងចាប់អារម្មណ៍ឆាប់នេះរួចហើយដើរជុំវិញការប្រកួតថ្ងៃនេះគូប្រកួតរបស់អ្នកមានដៃតែមួយប៉ុណ្ណោះដូច្នេះខ្ញុំចង់ប្រាប់ដំណោះស្រាយត្រូវតែឈ្នះតើគូប្រជែងនោះជានរណា
សូមមើលទម្រង់កណ្ដៀរបស់ខ្ញុំសួស្តីអ្នកទាំងអស់គ្នាខ្ញុំជាអាជ្ញាកណ្ដាលសម្រាប់ការប្រកួតការវិនិច្ឆ័យស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់កម្មវិធីថ្ងៃការប្រកួតរបស់នាងនេសាទបន្ទាប់ខ្ញុំនឹងណែនាំច្បាប់នៃការប្រកួតប្រជែងនេះអ្នកចូលរួមទាំងអស់បានប្រកួតប្រជែងនៅលើឆាកតែការប្រកួតប្រជែងនេះកំណត់ត្រឹម1ម៉ោងអ្នកណាដែលដួលតែងតែក្រោកឈរឡើងទម្ងន់អត់បម៉ាអ្នកណាឈ្នះអ្នកឈ្នះនឹងក្លាយជាជ្រុងឆ្ពោះទៅរកអាណត្តិថ្មីព្រះនៃការនេសាទអ្នកចូលរួមប្រកួតក្នុងការប្រកួតនេះពួកគេទាំងអស់សុទ្ធតែជាលូវូហ៊ុនលូមតិរបស់ Shell សូមអ្នកចូលរួមទាំងអស់ឡើងមកលើឆាកជ្រើសរើសទីតាំងលើ1នាទីចូលទៅក្នុងហ្គេមនឹងចាប់ផ្ដើមបើមានអ្នកណានៅតែអវត្តមាននេះនឹងត្រូវបានចាត់ទុកថាជាការលះបង់ដោយស្ម័គ្រការប្រកួតដងយានតាមពិតអ្នកមិនហ៊ានមកទេល្អខ្ញុំប្រកាសការប្រកួតជាផ្លូវការរងចាំមួយផ្លេតតាមពិតទៅវាគឺជាបងប្រុសជេងសុភាពបុរសរូបនេះអ្នកក៏ជាអ្នកចូលរួមម្នាក់ដែរត្រូវហើយតើអ្នកឈ្មោះអ្វីសូមឲ្យខ្ញុំពិនិត្យមើលឈ្មោះអ្នកមួយឈ្មោះរបស់ខ្ញុំគឺឡុងយៀនខ្ញុំឈ្មោះឡុងយួនឡុងយៀនបងប្រុសជេងមានរឿងអ្វីកើតឡើងតើគាត់បានបាត់បង់ការចងចាំហើយឬនៅហេតុអ្វីបានជាគាត់ហៅខ្លួនឯងថាឡុងយួនប្រវត្តិរបស់យូយ៉េងខ្ញុំគិតថាវាអាចបំភ័យមនុស្សបានតាមពិតទៅមេងយ៉ាវម្ដងហើយម្ដងទៀតលូវូហ៊ីអ្នកកំសាកដ៏គួរឲ្យស្អប់ខ្ពើមអ្នកណាមិនដឹងឡុងយៀនបានស្លាប់ភ្លាមកាលពី5ឆ្នាំមុនតើអ្នកហ៊ានធ្វើត្រាប់តាមគាត់ដោយរបៀបណាទោះបីជារូបរាងរបស់គាត់ដូចជាឡុងតែមានមនុស្សច្រើនណាស់ដូចគាត់ដោយសារតែឡុងយួនកុំបង្ហាញមុខពិតរបស់អ្នកសោះលេចឡើងនោះហើយជាមូលហេតុដែលគាត់ហ៊ានធ្វើត្រាប់តាមអ្នកស្នាមសុភាពបុរសរូបនេះឈ្មោះរបស់ខ្ញុំឈ្មោះរបស់អ្នកគឺឈូឆេងមានរឿងអ្វីកើតឡើងនៅទីនេះការសាកល្បងអ្នកអនុញ្ញាតឲ្យគាត់វាយតោះមើលថាតើគាត់មានសមត្ថភាពអ្វីប្រញាប់ឡើងហើយទៅយកគោមសុភាពបុរសសូមត្រឡប់ទៅទីតាំងព្យួររបស់អ្នកឥឡូវនេះខ្ញុំសូមប្រកាសការប្រកួតចាប់ផ្ដើមជាផ្លូវការហើយសូមចូលចិត្តនឹងជាវអានបទអ្នកពិតជាបានចូលដល់ជុំមែនដែរទ្រុឌទ្រោមពួកគេមិនអាចទ្រាំទ្រនឹងនុយចូលលុយបន្ថែមទៀតទៅក្នុងខ្សែសេវាខ្ញុំជាអ្នកដែលបានធ្វើដំណើរវាហាក់ដូចជាអ្នកពិតជាមិនដឹងពីរបៀបនេសាទទេចេញសេងដងមិនចេះនេសាទទេសមត្ថភាពរបស់គាត់ក្នុងការធ្វើត្រាប់តាមវាហាក់ដូចជាបន្ទាប់ពីគាត់បាត់បង់ការចងចាំជាមិនដឹងពីរបៀបនេសាទទេខុសអាជនដាំស៊ីនណាបាចំនួន30ដើមមានប្រសិទ្ធភាពសម្រាប់ការនេសាទប្រកបដោយប្រសិទ្ធភាពមានប្រសិទ្ធភាព15ជីនអ្នកនេសាទចំនួន50អ្នកកំពុងយាមមានប្រសិទ្ធភាពនោះមិនអាចទៅរួចទេដោយនឹងនុយដីរបស់ខ្ញុំសុទ្ធតែល្អកម្រិតហើយដើម្បីយើងមិនអាចទៅដល់ភូមិនេសាទមានវិធីមួយដើម្បីនៅទីនេះត្រូវបាននេសាទជារៀងរាល់ថ្ងៃការផ្ដល់ជំនួយល្អប៉ុន្មានទេតាំងពីដំបូងចេនស៊ីងលីនបានដាក់សំតែបន្ទាប់ពីត្រីពេញហើយកុំដាំច្រើននោះហើយជាមូលហេតុដែលខ្ញុំមិនអាចចាប់អ្វីបានប្រភពដើមវាហាក់ដូចជាខ្ញុំពិតជាត្រូវគិតអំពីវាអាញាកណ្ដាលជាប់បានរីកាគាត់ពីបទបោកប្រាស់អាញាកណ្ដាលជាប់របស់គាត់មានផ្ទុកសារធាតុថ្នាំខាត់សម្ភារៈរបស់អ្នកត្រូវបានគុំជ្រៅណាស់ដោយក៏ជាក្របធម្មតាដែរក្របតែជាគេអាចបន្តចាប់ត្រីបានមិនមែនដោយសារតែវាមានសារធាតុថ្នាំខាត់នោះទេលោកក៏លើបឿននេសាទរបស់អ្នកពិតជាគួរឲ្យភ្ញាក់ឲ្យដើម្បីប្រមូលកាត់រងចាំរហូតដល់ខ្ញុំយកសម្ភារៈចំពោះការធ្វើតេស្តធ្វើការសម្រេចចិត្តមួយផ្សេងទៀតយកវាទៅធ្វើតេស្តឆាប់បំផុតមិនថាអ្នកសាកល្បងវាយ៉ាងណាក៏មិនបានបោកប្រាស់ទេអ្នកជាមនុស្សដែលមិនដឹងការនេសាទនេះមកពីណាអ្នកនេសាទនេះពូកែនេសាទវាមិនមែនជាការបោកប្រាស់ទេតើវាជាអ្វីខ្ញុំកើតមកជាអ្នកនេសាទមិនចាំបាច់បោកប្រាស់ទេកើតមកដើម្បីនេសាទគួរឲ្យអស់សំណើចណាស់តើអ្នកគិតថាអ្នកជាឡុងយួនមែនទេឈ្មោះឡុងយៀនយោមិនបានទៅដល់គុនទីងផងអ្នកកាន់ស្បែកជើងរបស់គាត់នេះគេមិនសមនឹងទទួលបានពីទេគឺគាត់បាននិយាយថាគាត់គឺជាឡុងយួនមិនបានធ្វើចាំទេលក្ខណៈសម្បត្តិសម្រាប់ការប្រកួតប្រជែងរបស់គាត់ត្រូវបានលុបចោលនៅសល់តែ30នាទីទៀតប៉ុណ្ណោះទេសូមប្រញាប់ឡើងបងប្រុសជេងហេតុអ្វីបានជាអ្នកត្រូវធ្វើត្រាប់តាមឡុងយួនក្រណាត់រោមជាមតើយើងនឹងធ្វើអ្វីឥឡូវនេះShen Sing Len Shen យូ35ក្រាម